សូមគោរពជំរាបសួរបងប្អូនទាំងអស់គ្នាបាទនៅក្នុងវីដេអូនេះខ្ញុំបង្ហាញសញ្ញាមួយប្រភេទបាទជាសញ្ញាមង្គលបាទគឺសញ្ញាសំពៅចិនបាទអ្នកខ្លះហៅថាសំពៅចិនអ្នកខ្លះហៅថាសំពៅបនអ្នកខ្លះហៅថាផ្ទះបនបាទហើយអ្នកខ្លះទៀតហៅថាសញ្ញាស្បែកជើងស្ដាច់ក៏មានដែរណាបាទខ្ញុំធ្លាប់ឮអ្នកខ្លះក៏ហៅថាស្បែកជើងស្ដាច់ដោយវាមានលក្ខណៈរូបរាងស្តៀងទៅនឹងស្បែកជើងព្រះមហាក្សត្រផងដែរបាទគឺស្បែកជើងព្រះមហាក្សត្រសម័យបុរាណបាទហើយមួយវិញទៀតវាមានលក្ខណៈស្តៀងទៅនឹងសំពៅបាទស្តៀងទៅនឹងសំពៅអ្នកជំនួញរបស់ចិនសម័យមុននោះបាទអញ្ចឹងយើងហៅអ្វីក៏បានដែរបាទប៉ុន្តែឲ្យយើងចាំទុកថាសញ្ញានេះគឺជាសញ្ញាមង្គលបាទបើមាននៅលើបាតដៃអ្នកណាហើយម្ចាស់បាតដៃនឹងប្រកបកិច្ចការរកស៊ីទទួលទាននឹងបានរីកចម្រើនរុងរឿងបាទបរិបូរណ៍ដោយទ្រព្យសម្បត្តិមាសប្រាក់បាទប៉ុន្តែបាតដៃនេះគេបានផ្ញើឲ្យខ្ញុំអានជូនបាទមិត្តភ័ក្តិគេផ្ញើមកដំបូងខ្ញុំមិនទាន់បានដឹងទេថាជាបាតដៃអ្នកណាបាទហើយខ្ញុំបានផ្ញើលេងទៅឲ្យបងប្រុសម្នាក់ដែលគាត់មានការចាប់អារម្មណ៍នឹងការអានបាតដៃដែរបាទឲ្យគាត់មើលសួរគាត់ថាជាបាតដៃអ្នកមានឬបាតដៃអ្នកក្រហើយខ្ញុំមិនទាន់បានមានពេលមើលទេបងប្រុសគាត់ថាមើលទៅដូចអ្នកមានបាទព្រោះមានសញ្ញាសំពៅបាទអញ្ចឹងបានខ្ញុំប្រាប់ថាបើតាមខ្ញុំវិភាគខ្ញុំថាមិនមែនអ្នកមានទេបាទជាអ្នកក្របាទដោយសារខ្ញុំឃើញកន្លែងនេះវាអត់ជាប់គ្នាបាទខ្សែកន្លែងនេះបងប្អូនសង្កេតមើលខ្សែកន្លែងនេះវាអត់ជាប់គ្នាទេអញ្ចឹងវាជាសំពៅធ្លុះនោះបាទជាសំពៅធ្លុះបងប្អូនមើលឲ្យច្បាស់បើសិនជាកន្លែងនេះជាប់គ្នាល្អបាទបើសិនជាកន្លែងនេះជាប់គ្នាល្អអញ្ចេះបាទខ្សែជីវិតមកល្អខ្សែវាសនាល្អហើយវាជាប់អញ្ចឹងបាទអានេះគឺជាសំពៅល្អបាទសំពៅមិនធ្លុះបាទប៉ុន្តែបាតដៃនេះជាសំពៅធ្លុះហើយខ្ញុំបានផ្ដល់យោបល់គាត់ថាសូមឲ្យគាត់មានការប្រុងប្រយ័ត្នរឿងការចាយវាយបាទដោយសារបាតដៃរបស់គាត់នឹងមានបញ្ហាពេលអាយុខ្ទង់50បាទកន្លែងនេះ50ជាង50ជាងនឹងមិនមានការងារធ្វើបាទនឹងអត់មានចំណូលបាទធ្វើការនឹងអាចត្រូវបានបញ្ឈប់ឬត្រូវretire ឬអាចឈប់ដោយខ្លួនឯងដោយបញ្ហាណាមួយបាទឬបើសិនជារស់ស៊ីក៏ត្រូវមានការផ្លាស់ប្ដូរបាទត្រូវ restart ថ្មីនោះបាទអាយុ50ចឹងត្រូវ restart ថ្មីអញ្ចឹងឲ្យគាត់មានគម្រោងច្បាស់លាស់ក្នុងការដំណើរជីវិតបាទហើយពេលដែលខ្ញុំបានមើលបានផ្ញើសំឡេងជូនមិត្តភ័ក្តិហើយបានសួរគាត់បាទថាគាត់ធ្វើការអ្វីបាទបានមិត្តភ័ក្តិគាត់ប្រាប់ថាគាត់ជាបុគ្គលិកធ្វើការឲ្យគេបាទអញ្ចឹងឲ្យបងប្អូនចំណាំបាទកន្លែងនេះបើសិនជាវាអត់ជាប់គ្នាបាទសូម្បីតែមានរូបរាងសំពៅក៏ដោយបាទនោះមានន័យថាសំពៅវាធ្លុះហើយបាទដូចនាវាដូចទូកាណូតរបស់យើងនោះបាទបើសិនជាវាធ្លុះនឹងវានឹងលិចបាទហើយធ្លុះកន្លែងនេះគឺវាមានបញ្ហានឹងខ្សែជីវិតទៀតនោះបាទមិនមែនធ្លុះធម្មតាទេបាទ
បើសិនជាខ្សែជីវិតល្អបាទខ្សែជីវិតល្អអញ្ចឹងគ្រាន់តែអត់ជាប់គ្នាប៉ុណ្ណេះគឺអត់មានបញ្ហាទេបាទអត់មានបញ្ហាទេអាចល្អបាទអាចល្អបាទប៉ុន្តែមិនពេញលេញបាទប៉ុន្តែនេះដោយសារខ្សែជីវិតនឹងវាដាច់ផងវាបែកចុងកន្លែងនេះផងនោះបាទទៅពេលអញ្ចឹងទៅខ្ញុំថាមានបញ្ហាហើយសំពើភ្លុះបាទអញ្ចឹងវីដេអូនេះសូមចប់តែប៉ុណ្ណេះបាទសូមអរគុណ